បើបងប្អូនចង់ដាំ strawberry ឲ្យបានផ្លែល្អបងប្អូនអាចអញ្ជើញមើលវីដេអូនេះឲ្យចប់ទៅហើយខ្ញុំព្យាយាមបញ្យល់បងប្អូនលម្អិតទាក់ទងនឹងការដាំ strawberry នេះបងប្អូនខ្ញុំអាចនិយាយបានថាពេលដែលខ្ញុំចាប់ផ្ដើមដាំដំបូងគឺខ្ញុំមិនបានទិញដើមនាំទេបងប្អូនដោយសារពេលហ្នឹងខ្ញុំអត់សូវចូលចិត្តញ៉ាំ strawberry ទេតែចៃដន្យអីពេលដែលខ្ញុំទិញអឺ strawberry ពីផ្សារមកហើយវាមានរាងធំណាហើយដល់ពេលខ្ញុំញ៉ាំកូនខ្ញុំមកប្រាប់ថាម៉ាមីហ្នឹងឆ្ងាញ់ដល់ពេលខ្ញុំភ្លក់ទៅឆ្ងាញ់ដល់ពេលឆ្ងាញ់ទៅក៏ខ្ញុំគិតថាយកគ្រាប់វាហ្នឹងកប់ចោលនឹងដីណាពេលកប់ដំបូងបងប្អូនខ្ញុំស្មានតែដើមវាដុះចេញមកស្តៀងអាវីតស្តៀងអាដើមស្មៅដល់ចឹងទៅខ្ញុំគិតថាមិនមែនទេតើហើយទៅខ្ញុំចេះតែទុកសិនចាំវាធំខ្ញុំដកខែបើសិនជាវាមិនមែនជា strawberry តែពេលវាធំទៅវារៀងចេញ strawberry ខ្ញុំក៏ទុកដល់ពេលទុកយូរទៅឥឡូវហ្នឹងคล้ายជាច្រើនគុំច្រើនផើងមែនតែនអ្វីដែលសំខាន់ណាបងប្អូនចង់ដាំ strawberry ឲ្យបានផ្លែល្អពេលតែដល់រដូវរបស់វាអញ្ចឹងណាដូចខ្ញុំអញ្ចឹងខ្ញុំតែងតែសម្អាតវានឹងខ្ទង់ខែ8អីខែ8ហ្នឹងមានន័យថាចិត្តចូល spring ណាបងប្អូនអញ្ចឹងយើងសម្អាតក្រោមវានឹងដូចជាបេះស្លឹកបេះអីចេញអស់សម្អាតវាធ្វើមិនឲ្យស្អាតអញ្ចឹងបន្ទាប់មកទៀតបងប្អូនដាក់ជីណាបើបងប្អូននៅស្រុកគេទិញជីផ្លាត់អិនបូនទៅបងប្អូននៅស្រុកខ្មែរបងប្អូនទិញជីអាចកាជីវឬក៏ជីអីដែរអាចដាក់បានណាប៉ុន្តែព្យាយាមកុំដាក់ជីអាចមន់ព្រោះជីអាចមន់រៀងក្តៅតិចហើយជីដែលល្អបងប្អូនគឺជីកំប៉ុស្តបើសិនជាបងប្អូនចេះធ្វើជីកំប៉ុស្តហើយយកមកដាក់រឹតតែល្អហ្នឹងជីហ្នឹងគឺលេខ1ហ្មងបងប្អូនអញ្ចឹងបើបងប្អូនអត់ច្បាស់អត់អីពីជីកំប៉ុស្តទេអាចសួរនៅ comment ខាងក្រោមហ្នឹងបានអញ្ចឹងពេលដែលខ្ញុំរៀបចំហើយខ្ញុំដាក់ជីហើយខ្ញុំដាក់ដីកំប៉ុស្តហើយគឺខ្ញុំដាក់ចំបើងហើយបងប្អូនមានចំបើងបងប្អូនដាក់ចំបើងណាហើយបើបងប្អូនមានកាមបងប្អូនដាក់កាមបានហើយមួយទៀតបើបងប្អូនមានស្មៅស្ងួតក៏បងប្អូនអាចដាក់ស្មៅស្ងួតបានដែរបើសិនជាបងប្អូនមានគេហៅថាស្លឹកឈើស្ងួតអីហ្នឹងស្លឹកឈើហ្នឹងក៏បងប្អូនអាចដាក់ដែរប៉ុន្តែប្រយ័ត្នបន្តិចរឿងដាក់ស្លឹកឈើបើសិនជាស្លឹកឈើខ្លះមានមេរោគបងប្អូនកុំដាក់ណាហើយ strawberry នេះឯងបងប្អូនគឺជាប្រភេទដំណាំមួយដែលគេហៅថាវាចូលចិត្ត CG មានន័យថាចូលចិត្តជីអញ្ចឹងបើសិនជាបងប្អូនដាំរៀងរាល់2ទៅ3អាទិត្យអីកុំភ្លេចឲ្យសោះដាក់ជីម្ដងមួយខែយើងដាក់ជីកំប៉ុស្តណានិងមួយទៀតបើសិនជាបងប្អូនចង់បានដូចថាផ្លែច្រើនអីច្រើនចេញផ្កាច្រើនបងប្អូនកុំភ្លេចធ្វើជីបំពន់ស្លឹកនិងជីបំពន់ផ្កាឬក៏មួយទៀតបងប្អូនអាចយកសបកចេកទុំយើងនឹង 3-4 សបកចេកត្រាំទឹក1លីត្រទៅឬក៏ត្រាំទឹកអង្ករ1លីត្រទៅហើយបន្ទាប់មកបងប្អូនច្រោះយកវាមកបាញ់មករៀងរាល់2អាទិត្យអីបងប្អូនបាញ់ម្ដងទៅហើយ strawberry ដែលខ្ញុំដាំក្រោយផ្ទះនេះបងប្អូនគឺអត់មាននៅក្រោមសណាញ់ក្រោមអីទេគឺលហលហេវតែម្ដងព្រឹករហូតដល់ល្ងាចគឺមានពន្លឺថ្ងៃពោពេញដីតែម្ដងហើយសម្រាប់បងប្អូនដែលធ្វើការដាំ strawberry បងប្អូនរកកន្លែងណាដែលមានពន្លឺថ្ងៃបានច្រើនតិចមកណាហើយ strawberry គឺជាដំណាំដែលគេហៅថាស្អាតអញ្ចឹងបើសិនជាមានអីដែលគ្របដើមវាគ្របស្លឹកវាអីហ្នឹងគឺវាអត់សូវចូលចិត្តទេធ្វើឲ្យស្រឡះអញ្ចឹងមកបងប្អូនបានវាដុះមកចេញផ្លែមកល្អហើយបើនិយាយពីរសជាតិ strawberry នេះវិញបងប្អូនខ្ញុំឲ្យលេខ1ហ្មងឲ្យមេដៃហ្មងខ្ញុំអត់ដែរញ៉ាំ strawberry ដែលឆ្ងាញ់ទេហើយ strawberry គឺមានច្រើនម៉ាក់ច្រើនម៉ូតច្រើនប្រភេទប៉ុន្តែ strawberry របស់ខ្ញុំនេះខ្ញុំសង្ស័យគេហៅថា premium strawberry បងប្អូនដែរឃើញអាពួកប្រភេទធំហ៎ហ្នឹងហើយប៉ុន្តែខ្ញុំមិនមែនទិញដើមទេណាបងប្អូនគឺដុសចេញពីគ្រាប់ទេចាអរគុណ